នៅក្នុងដំណើរជីវិតរបស់យើងគ្រប់គ្នាមិនមែនជួបតែសេចក្តីសុខរហូតទេមានសុខមានទុក្ខអ្នកដឹងទេថាពន្លឺវាកើតចេញអំពីភាពងងឹតនៅក្នុងដំណើរជីវិតរបស់មនុស្សម្នាក់គ្មានផ្លូវណាដែលរលូនរហូតនោះទេជួនកាលយើងត្រូវដើរកាត់ផ្លូវដែលពោរពេញទៅដោយបន្លាញោមញីត្រូវជុះភ្លៀងនិងពេលខ្លះត្រូវសន្ធិដ្ឋនៅក្នុងភាពងងឹតសូន្យឈឹងគិតអ្វីមិនចេញរហូតធ្វើឲ្យយើងមានអារម្មណ៍ថាចង់បោះបង់ចោលគ្រប់យ៉ាងសូមចងចាំថាសូម្បីតែមេឃដែលងងឹតបំផុតក៏គង់នឹងមានពន្លឺព្រះអាទិត្យរះឡើងវិញនៅពេលព្រឹកភាពនឿយហត់និងការឈឺចាប់ដែលអ្នកកំពុងតែជួបប្រទះនៅពេលនេះវាមិនមែនជាទីបញ្ចប់នៃជីវិតរបស់អ្នកនោះទេប៉ុន្តែវាគឺជាវគ្គបណ្ដុះបណ្ដាលដ៏រឹងមាំមួយដើម្បីរៀបចំអ្នកឲ្យក្លាយទៅជាមនុស្សម្នាក់ដែលអស្ចារ្យជាងមុនចូលកុំប្រៀបធៀបជំហានរបស់អ្នកដទៃទៅនឹងខ្លួនអ្នកមនុស្សយើងម្នាក់មានល្បឿនមកនិងភាពជោគជ័យរៀងៗខ្លួនការរីកនៅរដូវផ្ការីកតែផ្កាខ្លះទៀតត្រូវរងចាំរដូវរងាទើបវារីកបង្អួតសម្រស់របស់វាអ្នកមិនបានដើរយឺតនោះទេហើយក៏អ្នកមិនបានដើរលឿនជាងគេដែរអ្នកកំពុងតែសន្ធិដ្ឋនៅក្នុងល្បឿនមួយដែលត្រឹមត្រូវនៃទំព័រជីវិតរបស់អ្នកអ្វីដែលសំខាន់មិនមែនជាការដើរឲ្យលឿនបំផុតនោះទេប៉ុន្តែគឺជាការមិនព្រមបញ្ចប់ជំហានបើទោះបីជាថ្ងៃនេះអ្នកដើរបានត្រឹមតែមួយជំហានតូចក៏ដោយក៏វាប្រសើរជាងនៅពេលដែលអ្នកនៅស្ងៀមមួយកន្លែងចូលមានមោទនភាពចំពោះការខិតខំប្រឹងប្រែងទោះបីជាគ្មាននរណាមើលឃើញក៏ដោយថាមពលសន្ធិដ្ឋនៅលើការចាប់ផ្ដើមជាថ្មីទេរាល់ពេលដែលអ្នកដួលវាមិនមែនជាភាពបរាជ័យនោះទេតែវាគ្រាន់តែជាឱកាសដែលអ្នកត្រូវរៀនក្រោកឈរឡើងវិញដោយរបៀបណាឲ្យមានលំនឹងជាងមុនកំហុសឆ្គងពីអតីតកាលគ្រាន់តែជាសិភៅកំណែដែលណែនាំមិនមែនជាគុកងងឹតដែលត្រូវឃុំឃាំងសេរីភាពនិងក្តីស្រមៃរបស់អ្នកអស់មួយជីវិតនោះឡើយបើអ្នកហត់ចូលសម្រាកចុះប៉ុន្តែកុំបោះបង់បើស្រក់ទឹកភ្នែកចូលជូតវាចេញរួចបន្តញញឹមឲ្យខ្លួនឯងសម្លឹងទៅមុខរក្សាជំនឿចិត្តលើខ្លួនឯងព្រោះនៅក្នុងโลกនេះគ្មាននរណាម្នាក់អាចកំណត់តម្លៃឬបំផ្លាញក្តីស្រមៃរបស់អ្នកបាននោះទេប្រសិនបើអ្នកមិនអនុញ្ញាតអ្នកមានភាពរឹងមាំជាងអ្វីដែលអ្នកគិតទៅទៀតហើយអ្នកពិតជាស័ក្តិសមនឹងទទួលបាននូវរឿងរ៉ាវល្អៗនៅក្នុងជីវិតចូលដកដង្ហើមឲ្យវែងញញឹមរួចបោះជំហានទៅមុខជាបន្តអ្នកប្រកាសជាអាចធ្វើវាបាន